បាទអញ្ចឹងនេះគឺជាការផ្ដល់អុកស៊ីហ្សែនបាទអញ្ចឹងបើលោកគ្រូអ្នកគ្រូថាឲ្យអុកស៊ីហ្សែនឲ្យមិនជាទូទៅបើសិនជាជំងឺនៅធ្ងន់ធ្ងរឲ្យលើសពី10មីលីលីត្រទៅណាហើយបើយើងឲ្យលើសពី10មីលីលីត្រមិនមែនប្រើខានេឡាទេណាគឺយើងត្រូវប្រើម៉ាស់ reservoir ម៉ាស់ទៀតបាទសិនជាយើងប្រើអុកស៊ីហ្សែនលើសពី10លីត្រចឹងដូចខ្ញុំបានជម្រាបមិញចឹងអុកស៊ីហ្សែនយើងឲ្យធ្វើម៉េចឲ្យកម្រិតអុកស៊ីហ្សែនដែលយើងចាប់ pulse oximeter ហ្នឹងឲ្យលើសពី94%ឡើងទៅនេះគឺជាទិសដៅដែលយើងឲ្យអុកស៊ីហ្សែនហើយសូមជួយពិនិត្យឡើងវិញផងយើងមិនមែនឲ្យអុកស៊ីហ្សែនហើយយើងមើលតែផលនឹងទេណាគឺយើងត្រូវមើលដង្ហើមមើលអីឲ្យបានត្រឹមត្រូវផងជួនកាលវាមានភាព error ដែរម៉ាស៊ីនណាអញ្ចឹងចាត់ចែងយើងត្រូវមើលដង្ហើមមើលអីគាត់បានថយពីហត់នឹងបេះសាច់ការដកដល់សាច់ដុំឯនឹងថយអីមកអត់ណាធម្មតាបើអុកស៊ីហ្សែនចូលទៅគ្រប់ទៅគាត់អាចនឹងថយទាំងអស់នឹងមកវិញហើយណាបាទមួយទៀតបាទប្រយ័ត្នប្រយែងណា alert លោកគ្រូអ្នកគ្រូទាំងអស់ត្រូវដឹងដែរករណីជំងឺ COPD ណាអ្នកជំងឺដែលមានបញ្ហាសួតរ៉ាំរ៉ៃ COPD ហ្នឹងអត់មានឲ្យ target ដូចអ្នកជំងឺធម្មតា94នេះទេណាប្រយ័ត្នគឺ target ត្រឹមតែ88ទៅ92%ទេអត់អាចឲ្យដូចអ្នកជំងឺខាងលើទេបើមិនចឹងទេគាត់នឹងអាចលើសឧស្ម័នកាបូនិកនៅក្នុងសួតគាត់ធ្វើឲ្យគាត់ស្លាប់វិញទេណានឹងប្រយ័ត្នប្រយែងករណីជំងឺ COPD បាទអញ្ចឹងបាទតទៀតអញ្ចឹង oxygen order បើសិនជាករណីគ្រូពេទ្យគាត់ថាឲ្យ5លីត្រចុះក្រោមយើងឲ្យត្រឹម cannula បានហើយបើគាត់ឲ្យ6ទៅ10លីត្រយើងអាចឲ្យតាម mass បាទ oxygen mass ប៉ុន្តែបើលើសពី10លីត្រលោកអ្នកគ្រូត្រូវតែឲ្យតាម mass មានស្បោងណានេះគឺចាំបាទបើមិនអញ្ចឹងទេ oxygen ឲ្យទៅអ្នកជំងឺអត់គ្រប់ទេបើសិនជាយើងការប្រើប្រាស់ឧបករណ៍ oxygen នេះអត់បានត្រឹមត្រូវណាពីព្រោះខ្ញុំធ្លាប់ជួបពេលខ្លះគ្នាយើងពេលខ្លះ8លីត្រហើយយើងឲ្យតាមខានីឡាអីអាហ្នឹងគ្រោះថ្នាក់ណាធ្វើឲ្យច្រមុះស្ងួតអុកស៊ីហ្សែនចូលអត់គ្រប់ណាធ្ងន់ធ្ងរធ្វើឲ្យបញ្ហាដល់អ្នកជំងឺវិញណាអញ្ចឹងយើងធ្វើម៉េចយើងព្យាយាមប្រើប្រាស់ឲ្យបានត្រឹមត្រូវបាទអញ្ចឹងតកតងនឹងការមិញជួយផ្លូវដង្ហើមឥឡូវតកតងនឹងជួយខាងប្រព័ន្ធឈាមរត់វិញណាអញ្ចឹងជួយខាងប្រព័ន្ធឈាមរត់គឺយើងដឹងហើយថាសារជាតិទឹកមិញជួយដែរតែអត់គ្រប់ទេគឺយើងត្រូវមាន vasopressor ជួយថែមទៀតទិសដៅរបស់យើងធ្វើម៉េចឲ្យ SBP systolic blood pressure ឬក៏សម្ពាធឈាមខាងលើហ្នឹងលើសពី90ឡើងទៅណាឬក៏ MAP របស់យើងមិញហ្នឹងណា MAP លើសពី65មីលីម៉ែត្រឬក៏ស្មើណា65លើសឬស្មើ65មីលីម៉ែត្របារតឡើងទៅណាបាទនេះគឺយើង target របស់យើងអញ្ចឹងណាទោះបីយើងឲ្យទឹកក៏ដោយគឺទិសដៅរបស់យើង target ប៉ុណ្ណឹងណាជាទូទៅដូចខ្ញុំបញ្ជាក់អញ្ចឹងគេប្រើ crystalloid ដែលជាប្រភេទ sodium chlorure ឬក៏យើងហៅ serum pride 0.9% ហ្នឹង serum pride ឬក៏ serum lactate ណាហើយគេឲ្យ bolus បើកបរហូរតែម្ដងណាគឺយើងប្រើកម្រិតក្នុង30មីលីលីត្រក្នុង1គីឡូក្រាមក្នុងរយៈពេល1ម៉ោងក្នុងរយៈពេល3ម៉ោងដំបូងបាទអញ្ចឹង3ម៉ោងដំបូងគឺយើងឲ្យប៉ុណ្ណឹងអញ្ចឹងឧទាហរណ៍បើអ្នកជំងឺ50គីឡូអញ្ចឹងយើងត្រូវបរហូរទឹកហ្នឹងឲ្យបាន1500បាទប៉ុន្តែកុំភ្លេចណាគឺយើងត្រូវតាមដានមើលប្រយ័ត្នលើសជាតិទឹកផងណាយើងត្រូវតាមដានសញ្ញាជីវិតឡើងវិញបានតែយើងមើលពូលមើលសម្ពាធឈាមមើលជីបចរមើលអីរៀងរាល់ពេលយើងបរហូរម្ដងណាពីព្រោះយើងបរហូរម្ដង500ភាគច្រើនសរោមយើងច្រើនមាន500ឬក៏1000អញ្ចឹងរៀងរាល់អស់500យើងមើលម្ដងណាដល់1000យើងមើលម្ដងដល់1500យើងមើលម្ដងណាជាទូទៅខ្ញុំសូមណែនាំឲ្យលោកអ្នកគ្រូទាំងអស់គ្នាប្រើប្រាស់កតិទះលេខ18បាទចាំបាច់ការបង្ហូរសរោមនេះត្រូវតែប្រើប្រាស់កតិទះលេខ18បើមិនអញ្ចឹងទេជាតិទឹកនឹងទៅអត់គ្រប់ទេស្ថានភាពអ្នកជំងឺ resuscitation អត់បានល្អទេបាទម្យ៉ាងទៀតកាលណាយើងប្រើប្រាស់18យើងមិនបានសំខាន់ទាំងបង្ហូរទឹកទាំងឲ្យ norepinephrine ណា norepinephrine គឺជា first choice ណាសម្រាប់ septic shock norepinephrine បាទអញ្ចឹងដល់បើមាន septic shock ត្រូវតែជ្រើសរើសជា norepinephrine បាទយកមកប្រើ
ប៉ុន្តែផ្ទុយទៅវិញមិញខ្ញុំឃើញ adrenaline ច្រើនជាង norepinephrine ឃើញលោកគ្រូអ្នកគ្រូដាក់មុននឹងតិចណាបាទបើយើងអត់មាន norepinephrine ទេជាជំរើសបន្ទាប់បន្សំអាចប្រើបាន adrenaline បាទដល់ពេលលោកគ្រូអ្នកគ្រូសួរខ្ញុំចុះលោកគ្រូអានឹងដូចតែគ្នាហ្នឹងអា norepinephrine និង noradrenaline ហ្នឹងព្រោះអី norepinephrine ឬក៏ noradrenaline ហ្នឹងតែមួយទេហើយ epinephrine ឬក៏ adrenaline ហ្នឹងក៏តែមួយដែរប៉ុន្តែភាពខុសគ្នា norepinephrine ជាមួយនឹងepinephrine បានន័យថាឬក៏ noradrenaline ជាមួយនឹង adrenaline យើងមើលពាក្យ no ខាងមុខមួយឃើញដឹងបាទគ្រាន់តែឃើញពាក្យខុស no ហ្នឹងគឺវាខុសគ្នាបន្តិចបាទហើយខុសគ្នាត្រង់ចេះ target វាជា antagonist ដូចគ្នាប៉ុន្តែ target norepinephrine វាផ្ដោតទៅលើ alpha receptor ដែលជួយធ្វើឲ្យ vasoconstriction ប៉ុន្តែដល់ពេល adrenaline វាផ្ដោតទាំង alpha ទាំង beta វាធ្វើឲ្យ vasoconstriction ផងវាធ្វើឲ្យមាន vasodilation ផងបាទvasodilation វាធ្វើឲ្យbronchodilation ផងបាទវាធ្វើឲ្យពង្រីកតងសួតថែមទៀតអញ្ចឹងហើយបានជា adrenaline បើយើងប្រើនៅក្នុងជំងឺជួយសង្គ្រោះបេះដូងអីវាល្អជំងឺមាន reaction ថ្នាំអីវាល្អបាទដោយសារវាជួយបានទាំង vasoconstriction ផងវាជួយ bronchodilation ផងបានន័យថាធ្វើឲ្យសរសៃឈាមទូចៗនៅក្នុងសួតហ្នឹងវារីកផងប៉ុន្តែnorepinephrine គឺវាផ្ដោតទៅលើ BP តែម្ដងគឺផ្ដោតទៅលើសម្ពាធឈាមតែម្ដងគឺវារែកកលេលៃធ្វើម៉េចឲ្យមាន vasoconstriction គឺធ្វើឲ្យសម្ពាធឈាមនឹងរក្សាបានល្អចលនាឈាមនឹងបានធ្វើឲ្យសរសៃឈាមរួមរក្សាសម្ពាធឈាមឲ្យរត់បានល្អជាពិសេសដែលមាន MAP ដែលយើងយក MAP យកមកកំណត់មិញហ្នឹងគឺងាយស្រួលតាមដានបែបហ្នឹងបាទកាលពីដើមឡើយក៏យើងចូលចិត្តប្រើដែរដូប៉ាមីនបាទកាលពីដើមឡើយកាលខ្ញុំធ្វើការនៅ emergency ដែរណាខ្ញុំធ្លាប់ប្រើដែរដូប៉ាមីនកាលពី20ឆ្នាំមុនប៉ុន្តែការសិក្សាស្រាវជ្រាវចុងក្រោយមកទល់សប្តាហ៍ថ្ងៃនេះគេរកឃើញថាការប្រើដូប៉ាមីនគេឃើញផ្ដល់ហានិភ័យដល់អ្នកជំងឺគ្រោះថ្នាក់ដល់អ្នកជំងឺច្រើនជាងជួយសង្គ្រោះអ្នកជំងឺបាទដូប៉ាមីនភាគច្រើនបើសិនជា cardiogenic shock ការជំងឺដែលមានបញ្ហាបេះដូងគាត់ shock ដោយសារបញ្ហាបេះដូងដូប៉ាមីនវាល្អបាទដូប៉ាមីនដោយសារវាផ្ដោតបាទទៅលើបេះដូងភាគច្រើនប៉ុន្តែផ្ទុយមកវិញបើសិនជានៅក្នុង septic shock វាអត់ជួយរក្សាMAP ឲ្យល្អទេអត់ជួយរក្សាសម្ពាធឈាមvasoconstriction ដូច norepinephrine ទេគឺវាអត់សូវបានរក្សាហ្នឹងទេបាទអញ្ចឹងយើងដែលយើងទិសដៅយើងចង់ឲ្យ MAP លើសពី65ហ្នឹងគឺដូប៉ាមីនជួយអត់បានទេហើយគេសិក្សាមួយទៀតគេធៀប norepinephrine ជាមួយនឹងដូប៉ាមីនហ្នឹងអត្រារស់រានមានជីវិត norepinephrine ល្អជាងដូប៉ាមីនអត្រារស់រានមានជីវិតក៏ល្អជាងអត្រាគ្រោះថ្នាក់ដល់អ្នកជំងឺវិញក៏ norepinephrine ល្អជាងដែរប៉ុន្តែសម្រាប់ adrenaline អាចជាជំរើសបើសិនជាករណីលោកអ្នកគ្រូអត់មាន norepinephrine បាទអញ្ចឹងនឹងករណីដែលយើងផ្ដល់ជាតិទឹកហើយវាអត់ឡើងគឺយើងត្រូវប្រើ vasopressor បែបហ្នឹងបាទអញ្ចឹងដោយសារខ្ញុំឃើញលោកអ្នកគ្រូភាគច្រើនឃើញមាន adrenaline